Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងគុជអមតៈធានីនៅភាគទី133បន្តទៀតសាច់រឿងរបស់យើងចាប់ផ្ដើមជាមួយនឹងលំហនៃដែនដីផ្កាយលូធានមនុស្សមួយក្រុមកំពុងតែរត់គេចអំពីការយាយីពីសត្វល្អិតផ្សែងខ្មៅបរិសម្នាក់ដែលយើងបានឃើញដំបូងគាត់មានឈ្មោះថាស៊ីនសឺសាន់គឺជាសមាជិកនៃបកសុននឹងឯងតែការវកាត់របស់គាត់គឺឈានទៅដល់ផ្លាស់ប្ដូរទីរោដំណាក់កាលដំបូងក៏បានប្រាប់ទៅកាន់សមាជិកនៃបកពីផ្សេងទៀតក្នុងនោះមានដូចជាបរ៉ាន់ហើយនិងបកចៅតែវាធ្លាប់ប្រាប់ពួកគេទៀតថាកុំឲ្យយកនៅថ្មភ្លើងក្រហមមិនសោះតែពួកឯងនៅតែមិនស្ដាប់មុនពេលដែលកម្លាំងជំនួយនៃបកមកដល់អាចជាពួកយើងសល់តែស្បែកហើយនិងឆ្អឹងតែប៉ុណ្ណោះព្រោះតែអាវុធទិបមួយនេះពួកយើងគួរតែក្រវែងវាចោលទៅតែពួកគេនៅតែមិនទាន់ស្ដាប់វាក៏បានបង្ខំចិត្តបើកនៅត្រាជើងធំទប់ទល់បន្តិចតែអត់ប្រយោជន៍នោះទេហ្វូងនិងសត្វល្អិតផ្សែងខ្មៅនៅតែបន្តវាបហាយ៉ាងខ្លាំងក្លាវាក៏បានបង្ខំចិត្តបើកនៅត្រាមួយទៀតជើងធំដើម្បីរៀបរៀងជាងការកត្រឹបបំពងទៅក្រៅបន្តិចពួកគេបន្តរត់គេចផ្នែកម្ខាងទៀតដែលវាងលីងកំពុងតែជិះនៅលើនាគរីកមួយក្បាលគាត់គិតថាដែនដីផ្កាយលូធីនេះដូចជាមិនស័ក្តិសមជាមួយនឹងគាត់តលតែសោះបើសិនជាគាត់មិនត្រូវការស្វែងរកនៅផ្កាយតុងលីននោះទេគាត់ក៏មិនមកទីនេះនោះដែរនៅទីនេះផ្កាយគឺមានន័យថាភពដូច្នេះរឿងសំខាន់ដំបូងនោះគឺគាត់ត្រូវតែស្វែងរកអំពីព័ត៌មាននៃតំបន់ទាំងមូលនេះងាកទៅម្ខាងក៏បានឃើញនៅមនុស្សមួយក្រុមកំពុងតែរត់គេចដោយហ្វូងនិងសត្វល្អិតពួកវាក៏ត្រូវបានរៀបរៀងគណៈពេលនោះក៏ជាពេម្នាក់ដែលមកពីគ្រួសាររ៉ាន់ក៏បានបញ្ចេញនៅកងត្រារន្ទះរបស់ខ្លួនរិចមានជាងធំឥទ្ធិពលនៃរន្ទះរបស់វាក៏ខ្លាំងក្លាណាស់ដែរតែមើលទៅមិនអាចយកឈ្នះនៃហ្វូងសត្វល្អិតនេះបានទេនាងក៏និយាយទៀតថាទោះបីជាពេលនេះពួកគេបោះចោលនៅថ្មភ្លើងក្រហមក៏ដោយក៏សត្វល្អិតទាំងអស់នេះក៏មិនដោះលែងពួកវានោះដែរពួកគេពឹងទៅលើព្យាគុណនៃធារន្ទះទើបអាចយកឈ្នះវាបានក៏ប៉ុន្តែមើលទៅអាចជាទប់បានត្រឹមតែ2-3ថ្ងៃតែប៉ុណ្ណោះមានតែរងចាំដល់រៀមច្បងចេញមកជួយខណៈពេលនោះក៏វ៉ាងលីនក៏បានឆ្លងកាត់ទីនោះនេះក៏បាននឹងឃើញអំពីវិជាគុណរន្ទះយ៉ាងខ្លាំងក្លាក៏បានស្រែកហៅជំនួយពីវ៉ាងលីនថានេះគឺជាសមាជិកនៃបរ៉ាន់បើសិនជាវ៉ាងលីនព្រមជួយខ្លួនពួកគេនឹងនាំវ៉ាងលីនជួយទៅកាន់ផ្កាយរ៉ាន់យិនដើម្បីតបស្នងនៅគុណបំណាច់មួយនេះផងដែរផ្កាយរ៉ាន់យិនគឺជាភពមួយតែនៅក្នុងរឿងនេះគេហៅថាផ្កាយបើចង់ធ្វើដំណើរទៅទីនោះចំណាយត្រឹមតែ7ថ្ងៃពួកគេជាអ្នកនាំផ្លូវវ៉ាងលីនក៏បានយល់ព្រមលើកតម្រាមដៃពីរជាមួយរន្ទះយ៉ាងខ្លាំងបាញ់ផ្ដាច់ជីវិតវាតែម្ដងវ៉ាងលីនក៏ចាប់ផ្ដើមគិតទៀតថាពួកគេទាំងអស់គ្នាឈានទៅដល់ដំណាក់កាលផ្លាស់ប្ដូរទីរក់ទឹកមុខពួកគេបង្ហាញអំពីអារម្មណ៍តែពួកគេមិនបានកុហកនោះទេពួកគេគឺជាក្មេងចំនួនក្រោយដែលចេញមកផ្សងព្រេងនៅខាងក្រៅរ៉ាន់យឺនាងក៏បានធ្វើការអរគុណចំពោះវ៉ាងលីននេះគឺជាក្មេងចំនួនទី9នៃគ្រួសាររ៉ាន់នាងហៅវ៉ាងលីនថាអមតៈបកោរន្ទះដង្ហើមយ៉ាងខ្លាំងចេញពីនាគរីនេះដែលធ្វើឲ្យពួកគេមានការបាត់ភ័យនេះក៏បានបញ្ជាក់ប្រាប់ទៀតថាផ្កាយរ៉ាន់យិនគឺជាផ្កាយដែលគ្រប់គ្រងដោយបរ៉ាន់ហើយចំណែក3រូបទៀតនោះគឺអាម្នាក់ដំបូងគឺយើងស្គាល់ហើយសុនសេសាន់ហើយនឹងពីរនាក់ទៀតមកពីបកចៅពួកគេនឹងនាំផ្លូវវ៉ាងលីនដើម្បីទៅកាន់ផ្កាយរ៉ាន់យិនអញ្ចឹងវ៉ាងលីនក៏នឹកគិតថានឹងប្រើប្រាស់នៅឈ្មោះជាបេសកជននៃអមតៈបកោរន្ទះតែភាសាចិនគេហៅថាស៊ូម៉ូវ៉ាងលីនក៏បានសួរទៅកាន់អបិសឺសាន់អំពីអ្នកហ្វឹកហាត់ផ្កាយដតីទៀតថាមាននៅក្បែរផ្កាយរ៉ាន់យិនដែរឬក៏អត់វាក៏ធ្វើការបកស្រាយភ្លាមតែម្ដងផ្កាយរ៉ាន់យិនគឺជាផ្កាយមួយស្ថិតនៅក្រោមផ្កាយឈៀនហ៊ွန်គឺជាផ្កាយមួយក្នុងចំណោមផ្កាយធំនៃតំបន់ខាងជើងកន្លែងហ្នឹងអាចជាញ៉ៃបន្តិចនៅក្នុងតំបន់នីមួយគឺមាននៅផ្កាយជាច្រើនមានផ្កាយខ្លាំងក៏ខ្លាំងផ្កាយខ្លះក៏ខ្សោយជាងតំបន់ខាងជើងគឺមានផ្កាយខ្លាំងចំនួន5វ៉ាងលីនក៏បានចាប់អារម្មណ៍ជាមួយនឹងផ្កាយឈៀនហ៊ွန်ផងដែររ៉ាន់ជឺក៏បានអរគុណនៅគុណបំណែករបស់វ៉ាងលីនជាខ្លាំងហើយនេះមិនអាចបំភ្លេចបាននោះទេអញ្ចឹងនាងក៏ចង់ស្គាល់ឈ្មោះរបស់វ៉ាងលីនផងដែរវ៉ាងលីនប្រាប់ថាឈ្មោះស៊ូម៉ូនាងមិនដែលស្គាល់ពីមុននោះទេនាងក៏ចាប់ផ្ដើមសង្ស័យថាស៊ូម៉ូគឺមកពីបកស៊ូនៃផ្កាយឈៀនហ៊ွန်មែនទេឬក៏មកពីផ្កាយអ៊ូយូដែលនាងមិនដែលស្គាល់ពីមុនមកឡើយនាងក៏បានសួរថាវ៉ាងលីននឹងមកពីណាវ៉ាងលីនក៏បានប្រើប្រាស់នៅនាគរីរបស់ខ្លួនដើម្បីបំភ័យពួកគេបញ្ញាប់លើកដៃសំទោសយ៉ាងលឿននាងនឹងប្រយ័ត្ននៅពីសម្ដីនៅពេលក្រោយមិនហ៊ានសួរអ្វីប្រដេះផ្ដាស់នោះទេវ៉ាងលីនក៏តបទៅវិញទៀតថាផ្កាយតុងលីនតើពួកឯងស្គាល់ដែរឬក៏អត់ពួកគេបោកភ្នែកដោយការភ្ញាក់ផ្អើលពួកគេក៏ហៅផ្កាយនេះថាផ្កាយមរណៈវ៉ាងលីនក៏មិនស្គាល់និយាយទៅពួកគេក៏ធ្វើការរៀបរាប់ផ្កាយតុងលីនគឺជាផ្កាយនាំមកគេនៅឯតំបន់កង្កើតនៃដែនដីផ្កាយលូធានផ្កាយនេះឃើញជួនបាត់ដែលវាមិនឲ្យសញ្ញាមុននោះទេ
នាងនិយាយបណ្ដាក៏ញើសជោគក្បាលបណ្ដាអ្នកម្នាក់នឹងដាក់ឈ្មោះឲ្យផ្កាយតង់លៀនថាគឺជាផ្កាយមរណៈបានលឺក៏ឲ្យពួកគេនឹងបន្តនាំផ្លូវខ្លួនទៅកាន់ផ្កាយរ៉ាន់ជីននាងគិតថាមិនសូវស្រួលនោះទេនាងត្រូវតែបញ្ញាព្រាការអំពីបញ្ហានេះទៅកាន់បាត់របស់ខ្លួននាងក៏ឬមិនសូវទុកចិត្តវ៉ាងលីននោះដែរជាពេល6ថ្ងៃកន្លងផុតទៅពួកគេក៏បានមកដល់នៅផ្កាយរ៉ាន់ជីនបានទៅជោគជ័យនាងត្រូវរាយការណ៍អំពីបញ្ហានេះបន្ទាន់ទៅកាន់បាត់របស់ខ្លួនផងដែរដូច្នេះមិនអាចបន្តដំណើរជាមួយនឹងវ៉ាងលីននោះទេហើយក៏បានចាក់ចេញទៅវ៉ាងលីនក៏បានចូលទៅក្នុងដែនដីផ្កាយមួយនោះវ៉ាងលីនគិតទៀតថាជាមួយនឹងការហ្វឹកហាត់របស់គាត់គឺគ្រោះថ្នាក់ខ្លាំងណាស់ក្តីសង្ឃឹមរបស់គាត់គឺជួយសង្គ្រោះនៅលីមូវ៉ាន់ហើយវ៉ាងលីនត្រូវតែបំបីទៅកាន់ល្វល់បន្ទាប់បំបីទៅកាន់ដំណាក់កាលទី2ឲ្យបានឲ្យកាន់តែលឿននេះគឺជាទីក្រុងរ៉ាន់ជីនវ៉ាងលីនក៏បានឆ្លងកាត់នៅផ្សារមួយកន្លែងហើយគាត់នឹងប្រើប្រាស់នៅអត្តសញ្ញាណថ្មីរបស់គាត់គឺស៊ូមូគឺជាអ្នកហ្វឹកហាត់ដំណាក់កាលក្បួនស្នូលដំបងតែប៉ុណ្ណោះទោះបីជាមានអ្នកធ្លាប់ស្គាល់គាត់ក៏ប៉ុន្តែមិនអាចចងចាំគាត់ថាជាអ្នកណានោះទេហើយនៅក្នុងផ្កាយរ៉ាន់ជីននេះដែរគឺមាននៅបាក់3ដែលបាក់1គឺបាក់រ៉ាន់បុព្វបុរសនៃបាក់រ៉ាន់មានឈ្មោះថារ៉ាន់ស៊ឺហ្វុងឈានទៅដល់ដំណាក់កាលពាក់កណ្ដាលការផ្លាស់ប្ដូរចង្ក្រានភាសាចិនគេហៅថាវ៉ាន់ឌឹងគឺជាកម្រិតមួយខ្ពស់ខ្លាំងមែនទែនតែខ្ញុំមិនដឹងថាគេប្រែថាយ៉ាងម៉េចឲ្យពិតប្រាកដនោះឡើយហើយពីរូបទៀតគឺមកពីបាក់សុនមានឈ្មោះថាសុនស៊ីគឺជាបុព្វបុរសនៃបាក់សុនដែលវាឈានទៅដល់ដំណាក់កាលដំបងផ្លាស់ប្ដូរចង្ក្រានដូចគ្នាហៅថាវិនឌីងក៏បានដែរហើយមិនទេមកពីបាក់ចៅមានឈ្មោះថាចៅឈွန်វិនក៏ឈានទៅដល់កម្រិតវិនឌីងដូចគ្នាផ្កាយរ៉ាន់ជីនពោពេញទៅដោយថ្មពលព្រលឹងយ៉ាងខ្លាំងមានអ្នកហ្វឹកហាត់ឈានទៅដល់កម្រិតវិនឌីងខ្លាំងតែ3នាក់តែប៉ុណ្ណោះតែជាក់ស្ដែងពួកគេមិនមែនជាគូប្រជែងរបស់វ៉ាងលីននោះឡើយវ៉ាងលីនក៏ចាប់ផ្ដើមគិតហេតុអីក៏មានតែអ្នកខ្លាំង3រូបអញ្ចឹងសង្ស័យតែមានការបង្ហូរឈាមតាំងតែពីយូរណាស់មកហើយរហូតមកដល់ពេលនេះនៅសេសសល់តែអ្នកខ្លាំង3រូបដោយសារតែទីនេះពោពេញទៅដោយធម្មពលព្រលឹងយ៉ាងខ្លាំងដូច្នេះវាជាកន្លែងដែលស័ក្តិសមសម្រាប់ឲ្យវ៉ាងលីនលាក់ខ្លួនទោះបីជាកញ្ចាធានជីនស៊ីមានសុវត្ថិភាពអាចមើលឃើញពីទីតាំងរបស់គាត់ក៏វាមិនអាចទូទាយបានដឹងថាគាត់នៅទីនេះនោះដែរអញ្ចឹងវ៉ាងលីនបានបន្លំខ្លួនគ្រាន់តែជាអ្នកវឹកហាត់ក្បួនស្នូលតែប៉ុណ្ណោះហើយការហ្វឹកហាត់របស់ខ្ញុំគឺខ្ញុំប្រើទៅតាម website មួយនេះគឺជាបន្ទប់នៃការហ្វឹកហាត់របស់ប៉ាក់សុនវ៉ាងលៀនចាប់អារម្មណ៍ជាខ្លាំងដែលប៉ាក់សុនបានយកនៅធម្មពលនៃមេឃដីបង្កើតទៅជាកន្លែងហ្វឹកហាត់ដើម្បីរកលុយអ្នកស្រីមានឈ្មោះថាសុនលីងគឺជាអ្នកមើលការខុសត្រូវនៅទីនេះអញ្ចឹងចង់ចូលទៅទីនោះត្រូវតែឆ្លងកាត់នាងចំនួនសិននាងក៏បានបញ្ជាក់តម្លៃចំពោះបន្ទប់ខាងលើចង់ចូលត្រូវចំណាយដុំថ្មព្រលឹងថ្នាក់ទាប100អាចចូលហ្វឹកហាត់បាន1ឆ្នាំចំណែកបន្ទប់ទាបនៅខាងក្រោមគឺមានតម្លៃ100ដុំថ្មព្រលឹងថ្នាក់ទាបបញ្ញាឲ្យវ៉ាងលីនជ្រើសរើសវ៉ាងលីនក៏បានយកនៅបន្ទប់ទាបនៅជាន់ខាងក្រោមនេះក៏បានឲ្យសោបន្ទប់លេខ5ទៅឲ្យវ៉ាងលីនភ្លាមនាងក៏ចាប់ផ្ដើមនឹកគិតនិយាយដើមអំពីវ៉ាងលីនគ្រាន់តែជាអ្នកហ្វឹកហាត់តូចតាចពនាចោម្នាក់ប៉ុណ្ណោះចង់ឡើងទៅដល់ក្បួនទីរក់វាមិនអាចទៅរួចនោះទេឯងដីសម័យទៅមិនទាន់ដឹងអីផងក៏មើលស្រាលគេបែបនេះទៅហើយវ៉ាងលីនក៏ចាប់ផ្ដើមស្រូបនៅធម្មពលនៃមេឃដីដែលវាបានបន្លែងទៅជាធម្មពលនៃកក់ក្ដៅដែលវាអាចចិញ្ចឹមនៅព្រលឹងទេពកម្ដៅនៃព្រលឹងទេពរបស់ខ្លួនថែមទៀតពិតជាឆ្លាតវៃខ្លាំងមែនទែនក្នុងការ design បែបនេះវ៉ាងលីនស្រូបនៅធម្មពលនោះជួយទៅក្នុងខ្លួនក៏ប៉ុន្តែវ៉ាងលីនគឺខ្វះនៅតម្រូវការមួយការចម្រាញ់នៃអាវុធទិព្វរបស់គាត់វ៉ាងលីនក៏ចាប់ផ្ដើមគិតអំពីអ្នកគ្រប់គ្រងនៅទីនេះពួកគេសុទ្ធតែឈានទៅដល់កម្រិតVending អាចជាអ្នកគ្រប់គ្រងនៃសម្ព័ន្ធនេះពួកគេគ្រាន់តែអង្គុយនៅលើទីទួលខ្ពស់បន្ទាប់មកក៏បង្កើតនៅបន្ទប់ហ្វឹកហាត់ដើម្បីរកចំណូលក៏ប៉ុន្តែក៏វាមាននៅច្បាប់របស់វារៀងៗខ្លួនគោលដៅរបស់វ៉ាងលីនគឺបំបីទៅកាន់ល្វែលបន្ទាប់ក៏ប៉ុន្តែគាត់ត្រូវការនៅគុជអមតៈសមុទ្រនៅទីនេះគឺគេចាយនៅគុជអមតៈសមុទ្រគឺរបស់ដែលនៅក្នុងដៃវ៉ាងលីននឹងឯងវ៉ាងលីនក៏ចាប់ផ្ដើមគិតទៀតថាអ្នកហ្វឹកហាត់ឈានទៅដល់កម្រិត Vending នៅក្នុងផ្កាយរ៉ាន់ជីននេះមិនមែនជាដៃគូរបស់គាត់នោះទេក៏ប៉ុន្តែបើសិនជាចង់យកឈ្នះពួកវាគឺជារឿងមួយដែលពិបាកគឺគាត់ត្រូវតែចាត់ការពួកវាទាំង3នាក់តែម្ដងហើយទីនេះគឺគេសហការគ្នាទៅវិញទៅមកបើសិនជាវាយមួយស្មើអាចជាស៊ីផុយសម្រាប់វ៉ាងលីនអញ្ចឹងហើយវ៉ាងលីនត្រូវតែស្វែងរកនៅគុជអមតៈសមុទ្របន្ថែមទៀតជំរុញដល់ការបង្កើតរបស់គាត់ឈានទៅដល់កម្រិតទី2ទើបអាចជួយឈ្នះពួកវាទាំង3នាក់បាននេះគឺជាផ្លូវតែមួយគត់នៃការបង្កើតរបស់គាត់វ៉ាងលីនក៏បានបញ្ចេញនៅអាវុធទិព្វរបស់ខ្លួនមកទាំងអស់របស់ទី1នោះគឺជាដាវមួយយ៉ាងដែលវាអាចផ្លាស់ប្ដូរនៅលំហteleport ក្នុងរយៈចម្ងាយរាប់លីអាចវាបហាក្នុងចម្ងាយដ៏ឆ្ងាយរបស់មួយទៀតគឺជាកញ្ចក់ដែលផ្ទុកនៅតាវអ៊ីសែន
តម្លៃរបស់វាគឺមិនទាបនោះទេខ្ពស់ជាងអាដាវមិញនេះទៀតរបស់ចុងក្រោយគឺជាសនេតសក់បន្សល់ពីសម័យបុរាណសុទ្ធតែជាកំណប់ទ្រព្យដ៏មានតម្លៃអាចនិយាយថារបស់មួយគឺធ្វើឲ្យកក្រើកពេញសម័យកាលនោះតម្លៃរបស់វាគឺខ្ពស់ជាងគេអញ្ចឹងវ៉ាលីននឹងខំខាំងគាត់ដាក់ត្រាមួយដើម្បីបិទបាំងពីខ្សែភ្នែកអ្នកដទៃដើម្បីឲ្យគេគិតថាគ្រាន់តែជាវត្ថុទើបคล้ายតែប៉ុណ្ណោះតែអត្តពលជាងខ្លាំងរបស់វាគឺទាល់តែអ្នកនោះឈានមានកម្រិតមួយខ្ពស់ជាងការវឹកហាត់របស់គាត់ចឹងហើយនឹងក៏ដំណាក់កាលទារកផងដែរផ្លាស់ប្ដូរទារកទើបអាចមើលធ្លុះអំពីអត្តពលរបស់វានៅក្នុងនេះក្នុងខ្សែភ្នែកអ្នកធម្មតាគិតថាវាគ្រាន់តែជារបស់វត្ថុទើបคล้ายតែប៉ុណ្ណោះបន្ទាប់ពីរៀបចំរួចស្រេចបាច់ហើយវ៉ាងលីនក៏បានចេញទៅខាងក្រៅក៏បានសួរទៅជាពេដដែលគឺសុនលីងសួរអំពីទីតាំងនៃទីក្រុងមួយនេះហើយគាត់ចង់ដោះដូរនៅវត្ថុទើបនេះក៏បានណែនាំគឺមាននៅប្រាសាទបញ្ចូលទ្រព្យនៅឯទីខាងកើតនៃទីក្រុងមួយនេះដែលបង្កើតឡើងដោយបាក់សុនឯងអាចទៅទិញលក់នៅទីនោះបានវ៉ាងលីនគឺចាក់ចេញទៅមិនសូវជាគួរសមដាក់នាងប្រមាណនោះទេព្រោះថានាងរៀងក្អឿដែរនេះក៏បានកវីក្បាលបន្តិចមិនដឹងថាគិតអីចំពោះគេវ៉ាងលីនក៏បានមកដល់នៅឯសំណាក់បញ្ចូលទ្រព្យមាននៅអ្នកការពារមួយក៏បានប្រាប់ទៅកាន់វ៉ាងលីនទៀតថាឯងដូចជាមិនដឹងអំពីច្បាប់ទម្លាប់នៃប្រាសាទបញ្ចូលទ្រព្យរបស់ពួកយើងតតែសោះវ៉ាងលីនក៏សួរទៀតថាគឺជាច្បាប់អ្វីទៅអបែនេះមានឈ្មោះថាសុនហ្វឹងគ្រាន់តែឈានទៅដល់ព្រលឹងចាប់កំណត់ដំណាក់កាលដំបូងតែប៉ុណ្ណោះច្បាប់ទី1គឺចូលហើយនឹងចេញអ្នកដែលមានការវឹកហាត់ទាបជាងដំណាក់កាលព្រលឹងចាប់កំណើតពួកគេត្រូវតែមានលុយនៃដុំថ្មព្រលឹងឋានៈខ្ពស់ដល់ទៅ100,000ទើបអាចចូលទៅបានហើយបើសិនជាចូលទៅហើយមិនទិញលក់ទៀតនោះក៏មិនអាចចេញបាននោះទេតែឯងមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលដែរនៅវ៉ាងលីនចាប់ដើមគិតក្នុងចិត្តទាល់តែឈានដល់ផ្លាស់ប្ដូរទីរក់ហើយបើសិនជាគាត់វឹកហាត់ដែលមិនមាននៅគុជអមតៈសមនក៏មិនកើតវាក៏បានឌឺដងឲ្យវ៉ាងលីនបន្តទៀតបើសិនជាឯងមិនមានលក្ខណៈគ្រប់គ្រាន់ឯងឆាប់ចេញទៅកុំឲ្យធ្វើខ្លួនឯងអាម៉ាស់មុខអីសោះបន្ទាប់មកវ៉ាងលីនក៏បានបញ្ចេញនៅដាវមួយវាក៏បានទៅពិនិត្យភ្លាមវាគ្រាន់តែជាអ្នកវឹកហាត់តូចតាចតែប៉ុណ្ណោះវាមិនអាចមើលឃើញអំពីអត្ថប្រយោជន៍ហើយនឹងឥទ្ធិពលនៃដាវមួយនេះនោះទេវាគិតថាពលឺនៅលើដាវនេះគឺអញញ៉ៃខ្លាំងមែនទែនវាក៏គិតថាវ៉ាងលីនគ្រាន់តែជាមនុស្សសម្រាមដាវនេះក៏គ្មានតម្លៃអ្វីនោះដែរក៏បានបកគលឲ្យវ៉ាងលីនវិញវ៉ាងលីនក៏បានសួរវាអំពីអ្នកដែលឈានទៅដល់ដំណាក់កាលផ្លាស់ប្ដូរទីរក់ដែលទទួលខុសត្រូវនៅទីនេះវាក៏ចាប់ផ្ដើមសើចចំអកឲ្យវ៉ាងលីនឯងគ្រាន់តែឈានទៅដល់ក្បួនស្នូលតូចតាចតែប៉ុណ្ណោះឯមានសិទ្ធអីចង់ជួបជាមួយនឹងព្រឹទ្ធាចារ្យរបស់យើងវាក៏បានទម្លាក់ដាវនោះចោលខណៈពេលនោះដាវនោះក៏ត្រូវបានបញ្ឈប់ព្រះចាំនេះក៏បានចូលមកចាប់កាន់នៅដាវពិនិត្យដោយផ្ទាល់គាត់លើមរៀមដៃពីរប៉ះវាក៏មើលឃើញអំពីឥទ្ធិពលយ៉ាងខ្លាំងនៃដាវនេះផងដែរចាស់នេះមានឈ្មោះថាសុនលីងសុននឹងវាក៏ប្រាប់ទៅកាន់កូនចៅរបស់វាទៀតថាអីក៏ឯងឆ្លើយជាមួយភ្ញៀវបែបនេះវាក៏សួរថាអីក៏ព្រះចាត្រូវមកទីនេះដោយខ្លួនឯងតែនោះពិតជាមានភ្នែកមុតខ្លាំងមែនទែនក៏ចាប់ផ្ដើមប្រើប្រាស់នៅដាវនោះវិបហាទៅខាងមុខច្រកលំហមួយក៏បានបើកឡើងបញ្ជូនវាទៅផ្នែកម្ខាងទៀតគាត់ក៏គិតទៀតថាដាវនេះពិតជាអស្ចារ្យដែលវាអាចផ្លាស់ប្ដូរនៅលំហពីកន្លែងមួយទៅកន្លែងមួយក៏បានស្រោបវាត្រឡប់មកវិញពិតជាដាវអមតៈពិតមែនខ្សែភ្នែកអ្នកដទៃគិតថាគ្រាន់តែជាអាវុធខ្លាំងៗតែប៉ុណ្ណោះវាក៏សួរទៀតថាអ្នកគុណនិយមតើយករបស់នេះមកលក់តើប្រជាចាររបស់លោកមានដឹងដែរឬក៏អត់វ៉ាងលីនក៏បានដាក់តម្លៃគឺ3,000គុជអមតៈសមុទ្រគាត់ក៏បានបកគលនឹងគុជអមតៈសមុទ្រយ៉ាងច្រើនទៅឲ្យវ៉ាងលីនក្នុងពេលនោះតែម្ដងស្រូបដាវចាក់ចេញទៅវិញដាវបានប្រមាណជំហានវ៉ាងលីនក៏បានបង្ហាញនៅវត្ថុទៅមួយទៀតគឺគីកញ្ចក់តាវអ៊ីសែនតានោះភ្ញាក់ព្រឺតែម្ដងនៅពេលដែលកលេចមកវិញក៏បានឃើញវត្ថុទឹកដ៏មានតម្លៃគាត់សឹងតែមិនជឿនោះទេដែលកញ្ចក់នេះផ្ទុកនៅតាវអ៊ីសែនយ៉ាងខ្លាំងសូម្បីតែកម្រិតនៃការបង្កើតរបស់គាត់បច្ចុប្បន្ននេះក៏មិនអាចមើលធ្លុះអំពីធាតុដើមនៃកញ្ចក់នេះផងដែរវាពិតជាវត្ថុទឹកដ៏អស្ចារ្យពិតមែនវ៉ាងលីនក៏បានបកគលទៅឲ្យកញ្ចាស់នេះវាពិតជាចង់បានក៏បានសួរតម្លៃរបស់វ៉ាងលីនគាត់ថា50,000គុជអមតៈសមុទ្រគាត់ក៏ភ្ញាក់ផ្អើលផងដែរតែនេះគិតថាទោះបីជាគាត់ចំណាយកន្លះជីវិតក៏រករបស់នេះមិនបានផងអញ្ចឹងវាបានមកដល់ដៃគាត់ហើយបើសិនជាឲ្យរបូតទៅអាចជាពិបាកស្វែងរកនៅពេលក្រោយគាត់ក៏ចូលព្រមប្រគល់នៅ50,000គុជអមតៈទៅឲ្យវ៉ាងលីនក្នុងពេលនោះគាត់ក៏បានត្រឡប់ទៅវិញដើរបានប្រមាណជំហានទៀតវ៉ាងលីនក៏បានបញ្ចេញនៅរបស់ចុងក្រោយតែលើកនេះតានោះបើកភ្នែកយ៉ាងធំដូចជាឃើញខ្មោចអញ្ចឹងរបស់នេះគឺជារបស់ល្អខ្លាំងមែនទែនហើយតម្លៃរបស់វាក៏មិនទាបនោះដែរធ្វើពលវាបាញ់ឡើងរំជួយមែនវាជាវត្ថុទើបដែលបន្សល់ពីសម័យបុរាណវាពិតជារបស់កម្របំផុតសឹងតែមិនមាននោះទេតានោះចង់បានលូកដែលទាំងពីរចូលទៅហើយវាត្រូវបានខំខាំងដោយត្រាបុរាណមួយយ៉ាងតានេះគិតថាខ្លួនពិតមានជំនាញសំណាងខ្លាំងពិតមែន
តែវ៉ាងលីនក៏បានស្រូបវាត្រឡប់ទៅវិញតែនោះចង់ឲ្យវ៉ាងលីនប្រាប់ពីតម្លៃតែគាត់ចង់លក់ប្រមាណវ៉ាងលីនថាគឺ100,000គឺជាតម្លៃខ្ពស់ខ្លាំងមែនទែនតម្លៃនេះក៏ធ្វើឲ្យតែនោះចាប់ផ្ដើមគិតពិចារណាគ្រាន់តែជាអ្នកហ្វឹកហាត់ក្បួនស្នូលម្នាក់តូចតាចតែប៉ុណ្ណោះតែនេះកំពុងតែចង់លេងល្បែងវាអត់ទិញនោះទេលក្ខណៈថាចង់ប្លន់យកតែម្ដងអញ្ចឹងវាគិតថាដំណាក់របស់យើងគឺมันអាចទិញក្នុងតម្លៃច្រើននៅថ្នាក់នេះនោះទេវាក៏បានត្រឡប់ទៅវិញបើសិនជាមានឱកាសពួកគេនឹងជួបគ្នាម្ដងទៀតវ៉ាលីនគ្រាន់តែដាក់នុយដើម្បីបញ្ឆោតត្រីតែប៉ុណ្ណោះម្ចាស់នោះគឺនឹងតាមដានដើម្បីសម្លេះវ៉ាងលីនចោលយកនៅរបស់នោះនៅពេលដែលចាក់ចេញទៅគឺមាននៅព្រះរាជាម្នាក់ដែលឈរពីលើសំណាក់ដ៏សែនខ្ពស់គាត់ឃើញវ៉ាងលីនហើយគាត់មានអារម្មណ៍ថាប្រហែលតែនេះមានឈ្មោះថាសុនតៃគឺជាអ្នកគ្រប់គ្រងនៃសំណាក់នេះតែម្ដងតែគាត់ក៏បានញីភ្នែកខ្លួនឯងគាត់គិតថាមកវាគាត់ចាស់ពេកទៅព្រិលភ្នែកបែបនេះមើលឃើញអ្នកផ្សេងទៅជាស្តៀងនឹងមិត្តចាស់របស់ខ្លួនភ្នែករបស់គាត់ពិតជាបោកគាត់ពិតមែនសកលនេះគឺធំធេងគ្មានដែនកំណត់នោះទេតែអាចជាគាត់ដោយរបៀបណាទៅគាត់គិតថាគាត់គិតច្រើនពេកហើយខណៈពេលនោះក៏ឮសំឡេងវ៉ាងលីនស្រែកហៅសុនតៃគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនវ៉ាងលីនក៏បានដកនៅត្រាដ៏ខំខាំងការវឹកហាត់បច្ចុប្បន្នរបស់គាត់ធ្វើឲ្យសុនតៃភ្ញាក់ផ្អើលខ្លាំងមែនទែនដែលស្គាល់វ៉ាងលីនថាហ្វឹងនីវពិតជាហ្វឹងនីវពិតមែនវ៉ាងលីនក៏បានបញ្ចេញនៅត្រាវេទមន្តជាច្រើនពេញបន្ទងគាត់ក៏ដឹងទីថាដំណាក់កាលនៃការវឹកហាត់របស់វ៉ាងលីនពេលនេះគឺខ្ពស់ខ្លាំងមែនទែនភាសាចិនគេហៅថាវិនឌីងដូចជាដំណាក់កាលផ្លាស់ប្ដូរចង្ក្រានបានប្រសិនជាខ្ញុំនិយាយទៅខុសឆ្គងទាំងណាក៏សូមអធិស្ឋានផងដោយសារតែខ្ញុំប្រែទៅតាម website នេះតែប៉ុណ្ណោះគាត់ក៏បាននឹកឃើញទៅដល់អតីតកាលដែលពួកគេបានជួបគ្នាដែលគាត់ក៏ចង់ឈានទៅដល់កម្រិតនេះផងដែរតែចុងក្រោយគាត់នៅតែបរាជ័យគាត់ធ្លាប់ជាប្រតិចារនៅឯបកសបយិនក៏មិននឹកស្មានថាការប្រកាសរបស់គាត់ធ្លាក់មកដល់ដំណាក់កាលនេះគឺក៏បានរៀបរាប់អំពីអតីតកាលរបស់គាត់វ៉ាងលីនមានការងឿងឆ្ងល់ជាខ្លាំងតើវាអាចមកដល់នៅដែនដីផ្កាយលូធានដោយរបៀបណាតើអ្នកណាជាអ្នកបញ្ជូនឯងមកក៏បានរំលឹកការរាប់រយឆ្នាំមុនពេលនេះគាត់ត្រូវបានគេ teleport មកកាន់ទីនេះដោយគ្មានសញ្ញាឲ្យដឹងមុននោះទេគឺភ្លាមតែម្ដងហើយគាត់ក៏ត្រូវបាក់លូចាប់មកទីនេះថែមទៀតត្រូវធ្វើជាអ្នកបម្រើរបស់វាអស់រយៈពេលរាប់រយឆ្នាំហើយការហ្វឹកហាត់របស់គាត់ក៏ត្រូវបានបំផ្លាញវ៉ាងលីនក៏បានសួរអំពីសញ្ញានៅលើរាងកាយរបស់សុនតៃហេតុអីក៏គាត់ចុះខ្សោយដល់ថ្នាក់នេះវាថាសញ្ញានោះជួយបានលុបបំបត្តិចោលខណៈពេលដែលគាត់ស្ថិតនៅក្រោមការគ្រប់គ្រងនៃបាក់លូវ៉ាងលីនក៏បានសួរអំពីផ្កាយតុងលីនវិញម្ដងតើនៅទីនោះគឺមាននៅបាក់សៀងដែរឬក៏អត់គាត់ក៏និយាយទៀតថានៅទីនោះវាគ្មានតម្លៃនោះទេវាអន់ជាងគ្រាប់ធូលីក្រោមបាតជើងរបស់ពួកគេទៅទៀតតាមអ្វីដែលគាត់ដឹងនៅទីនោះមិនមានបាក់សៀងនោះទេប្រហែលជាមានរឿងសម្ងាត់ផ្សេងទៀតដែលគាត់មិនបានដឹងគាត់ក៏បានទៅយកនៅតែមួយដែលគាត់ចូលមកពីដែនដីផ្កាយសម្ព័ន្ធគឺជាដែនដីផ្កាយមួយផ្សេងទៀតវាស្តៀងទៅនឹងលូធានអញ្ចឹងដែរហើយគាត់ខានផឹកតែនេះជាមួយនឹងមិត្តសម្លាញ់របស់គាត់អស់រយៈពេលជាច្រើនឆ្នាំឥឡូវបានជួបមិត្តចាស់គាត់ក៏បានអញ្ជើញវ៉ាងលីនមកផឹកតែជាមួយនឹងខ្លួនហើយគាត់ក៏ដឹងថាវ៉ាងលីនបានយកនៅវត្ថុទៅរបស់ខ្លួនដើម្បីដកដូរជាមួយនឹងគុជអមតៈសមុទ្រតែដើម្បីអ្វីទៅហើយគាត់ក៏និយាយតាក់ទងទៅនឹងដែនដីផ្កាយលូធានហើយនឹងដែនដីផ្កាយសម្ព័ន្ធដែនដីផ្កាយទាំងពីរគឺជាដែនដីដែលកើតចេញពីបំណែកនៃការបំផ្លាញនៃដែនដីអមតៈបុរាណដែនដីអមតៈបុរាណគឺមាន4ធំដែលវាមានធាតុផ្សេងគ្នាមានដូចជាភ្លៀងហើយនិងផ្គររន្ទះហើយក៏បាននិយាយតាក់ទងទៅនឹងដែនដីអមតៈផ្គររន្ទះវិជាគុណរន្ទះគឺជាធម្មពលដ៏ខ្លាំងក្លានៅក្នុងដែនដីនោះតែម្ដងអញ្ចឹងដែនដីពីរទៀតខ្ញុំមិនដឹងថាគេហៅថាអ្វីនោះទេដោយសារតែសាច់រឿងមិនបានបញ្ជាក់ហើយអ្នកដែលខ្លាំងជាងគេបំផុតនៅឯដែនដីលូធាននេះគឺមានតែរាជវាំងអមតៈផ្គររន្ទះតែប៉ុណ្ណោះវ៉ាងលីនក៏បានអរគុណដល់ការណែនាំរបស់សុនតៃផងដែរគាត់ថាមិនចាំបាច់អរគុណអីនោះទេតែគាត់គឺជាអ្នកហ្វឹកហាត់ដ៏ខ្លាំងម្នាក់បើជាធ្លាក់មកការដំណាក់កាលផ្លាស់ប្ដូរព្រលឹងគាត់អាចរស់មកដល់សពថ្ងៃនេះបានដោយសារតែចំណេះដឹងនៃការចម្រាញ់អាវុធរបស់គាត់តែប៉ុណ្ណោះគេមកឲ្យគាត់នឹងជាអ្នកមើលការខុសត្រូវនៃប្រាសាទបញ្ចូលទ្រព្យនេះរបស់បាក់សុនវ៉ាងលីនក៏បានសួរអំពីអាយុរបស់សុនតៃតើអាចរស់បានយូរប៉ុណ្ណាគាត់ភ្ញាក់ផ្អើលជាខ្លាំងគាត់ប្រាប់ថាគឺត្រឹមតែ20ឆ្នាំទៀតតែប៉ុណ្ណោះគាត់មានអារម្មណ៍ថាពេលវេលានៃចុងបញ្ចប់គឺកាន់តែគៀកទៅវ៉ាងលីនក៏បានទម្លាក់នៅពេញតែគាត់ក៏បញ្ជាក់ប្រាប់ទៀតថារយៈពេល20ឆ្នាំគឺគាត់នៅឯផ្កាយរ៉ាន់ជីនអញ្ចឹងគាត់នឹងមកជួបសុនតៃគាត់រំភើបចិត្តជាខ្លាំងទោះបីជាគាត់ស្លាប់ទៅក៏ជីវិតរបស់គាត់ក៏មានន័យនោះដែរព្រះសូរយ៉ាងក៏ចាប់ផ្ដើមរះហើយគាត់ដឹងថាវ៉ាងលីនគឺឈានទៅដល់កម្រិតវិនឌីងតែហេតុអីចាំស្វែងរកនៅកូចអមតៈសមុទ្រទៀតទៅអី
គ្រាន់តែអាវុធទ័ពពីរដែលវ៉ាងលីនបានដោះដូរក៏អាចជំរុញឲ្យមនុស្សធម្មតាឈានទៅដល់ដំណាក់កាលស្មើទៅនឹងវ៉ាងលីនផងដែរអញ្ចឹងគាត់គិតថាវ៉ាងលីនធ្វើនេះកំពុងតែលាតត្រដាងនៅរបស់មានតម្លៃឲ្យគេឯងដឹងពិសេសគឺកញ្ចាស់សុននីងដើម្បីមកពីប៉ាក់សុនមិនអាចមើលស្រាលវាបាននោះឡើយក៏ឲ្យវ៉ាងលីននឹងប្រចាំប្រចែងខ្លួនផងកុំយកទុកដាក់ខ្លួនវ៉ាងលីនក៏បានអរគុណនិងក៏បានចាក់ចេញទៅហោះបានតែបន្តិចនេះគឺជាតំបន់មួយនៅខាងក្រៅនៃទីក្រុងរ៉ាន់ជីនខណៈពេលនោះក៏ផ្សែងខ្មៅក៏បានផុសចេញមកវ៉ាងលីនក៏ដឹងទៀតថាឥឡូវគាត់បញ្ឆោតត្រីចេញមកដល់ជោគជ័យហើយសំឡេងរបស់កញ្ចាស់សុននឹងក៏បានស្រែកពីលើអាកាសក៏និយាយទៀតថាអាល្អិតក្បូនស្នូលឆាប់បកុលនៅសន្លៀតសក់មកឲ្យយើងឲ្យលឿនយើងនឹងទុកជីវិតឲ្យឯងបាត់ដៃយំធំទម្លាក់ពីលើអាកាសទះទៅលើវ៉ាងលីនមួយដៃផាងធ្វើឲ្យរំជួយពេញទីនោះកញ្ចាស់សុននឹងក៏បានបង្ហាញខ្លួនវាគិតថាវ៉ាងលីនស្លាប់ហើយជាងសន្លៀតសក់នោះនឹងក្លាយទៅជារបស់វាក្នុងតម្លៃ100,000គុជអមតៈវាបានសើចយ៉ាងលឺលឺដោយការត្រេកអរតែដៃនោះក៏ចាប់ផ្ដើមប្រេះបាយវ៉ាងលីនក៏បានងើបចេញមកវិញធ្វើវាភ្ជាប់អោយជាខ្លាំងធំពុះយ៉ាងខ្លាំងធ្វើឲ្យរំជួយពេញទីនោះវាក៏លាន់មាត់ទៀតថាវាមិនអាចទៅរួចនោះទេឯងទើបតែឈានទៅដល់ក្បួនស្នូលតែប៉ុណ្ណោះវាក៏បានដាក់មេប្រូយតែម្ដងវាយមិនឈ្នះគេមានតែក្បាច់ម៉ែចែកឲ្យវ៉ាងលីនរងចាំរួចជាស្រេចលើកនឹងព្រាមដៃពីជាមួយនឹងរន្ទះវាយបំពងរាងកាយឲ្យធ្លាក់ទៅខាងក្រោមគូតឈាមយ៉ាងខ្លាំងវាបន្តរត់ទៅកាន់ប៉ារបស់ខ្លួនដើម្បីស្វែងរកជំនួយវាមានការសង្ស័យតែការវកាត់បងលីនវ៉ាងលីនមិនមែនក្បួនស្នូលនោះទេចឹងហើយនោះក៏ផ្លាស់ប្ដូរទៅរកដំណាក់កាលពាក់កណ្ដាលដែរវាគិតនឹងចិត្តទៀតថាឯងក៏ដឹងតែយើងមកពីប៉ាក់សុនដែរឯងហ៊ានប្រើប្រាស់នៅកម្លាំងពេញដើម្បីវិបហាយើងតែមិនឯងនោះទេនៅពេលដែលយើងត្រឡប់ទៅកាន់ប៉ាក់វិញជាងឲ្យកូនសិស្សរបស់យើងវាបំបាក់ឆ្អឹងរបស់ឯងវ៉ាងលីនក៏បានបណ្ដោយឲ្យវារត់មកកាន់ប៉ាក់សុនដើម្បីកំទេចប៉ាក់នោះចោលតែម្ដងចូលទៅដល់ខាងក្នុងក៏បានបញ្ជានៅកូនចាប់របស់ខ្លួនសិស្សរបស់វានឹងឲ្យទៅសម្លេះវ៉ាងលីនចោលកុំឲ្យវ៉ាងលីនរត់ទៅណាបានឯសោះគេគិតថាគេបាទវ៉ាងលីនក៏បានមកដល់នៅទីនោះហើយគាត់គិតនឹងចិត្តទៀតថាវាយយើងមុនហើយចោទថាយើងមនុស្សអាក្រក់ទៀតឯងគិតពិតជាកណ្ដុលគ្មានឆ្អឹងឥតគេខ្មាស់ពិតមែនលើកនឹងម្រាមដៃពីរកំទេចនៅខែការពីនោះចោលធ្វើឲ្យសុននឹងមានការប៉ັດភ័យជាខ្លាំងធម្មពលផ្ទុះបន្តិចគាត់គិតថាក៏កំពុងតែស្វែងរកនៅគុជអមតៈសមុទ្រផងឥឡូវមកដល់ប្រភពរបស់វាហើយតែគូសាសន៍សាច់រឿងវិញយើងក៏ស្លេចតែប៉ុណ្ណេះ